안녕하세요, 여러분. បាទសួស្តីទាំងអស់គ្នាបាទខានជួបគ្នាយូរហើយដោយសាររវល់បន្តិចដែរឥឡូវយើងជួបគ្នាបន្តទៀតជាមួយនឹងអត្ថបទមួយសំណួរ2ណាបាទអញ្ចឹងយើងមើលសំណួរលេខ1មុន Kyoge Tro Kal Almachun Marel Corusipsio បាទសូមជ្រើសរើសបាទពាក្យដែលត្រឹមត្រូវដាក់ចូលទៅក្នុង Kyok បាទអញ្ចឹងយើងមើល Ilbon Neya Hamnida បាទត្រូវតែបងបាទបងប្រាក់ណា Ibon Mani Pomnida បាទ Pomnida មកពីកិរិយាសព្ទដើម Polta ណាបាទរកអញ្ចឹងរកបានច្រើនរកប្រាក់ណាបាទ Sambon Piolo Opsumnida បាទមិនសូវមាន Sabon Patchian Sumnida មិនទទួលណាបាទអញ្ចឹងជំរឿ Ibon គឺរ៉ែនយងខ្វះខាត់ធឿនកោសឺលខូឬស៊ីបស៊ីអូសូមជ្រើសរើសអ្វីដែលដូចនឹងខ្លឹមសារនៃអត្ថបទនេះអញ្ចឹងជំរឿ Ilbon Kim Ji Ho Sinen ប៉ពើលតែស៊ីកូរ៉េខាជីមុតហាំនីដាបាទលោកគីមជីហូហ្នឹងនៅពេលដែលគាត់រវល់ហ្នឹងគឺគាត់មិនទៅណាបាទមិនទៅជនបទនោះទេណាស៊ីគូលអ៊ីបនធូស៊ីផូដាស៊ីគូរ៉េចាក់កើនម៉ៅរ៉េសូនីមីថម៉ាន់សមីដាបាទអញ្ចឹងនៅភូមិណាបាទភូមិតូចបាទនៅភូមិតូចនៅជនបទហ្នឹងមានភ្ញៀវច្រើនបាទមានភ្ញៀវច្រើនជាងនៅទីក្រុងណាបាទសម្បនម៉ាអឺសារ៉ាំទឿនគីមជីហូស៊ីយ៉ាគីរឺជាមីអ៊ីតកែទិតសនីដាបាទអ្នកភូមិហ្នឹងគឺគាត់បាទស្ដាប់ដោយក្តីរីករាយនៅរឿងរ៉ាវបាទរបស់លោកគីមជីហូណាបាទសាបនគីមជីហូស៊ីនស៊ីគូលសារ៉ាំទិលខ្វះហាំកែអ៊ីននស៊ីកានចវ៉ាហាំនីដាបាទលោកគីមជីហូហ្នឹងគឺគាត់បាទចូលចិត្តចំណាយពេលណាបាទចូលចិត្តចំណាយពេលវេលាជាមួយនឹងបាទអ្នកភូមិនៅជនបទណាអញ្ចឹងយើងមើលអត្ថបទទាំងអស់គ្នាគីមជីហូស៊ីនមីយ៉ុងសាអ៊ីមនីដាបាទលោកគីមជីហូហ្នឹងគឺជាជាងកាត់សក់ណាថូស៊ីអេខឿនមីយ៉ុងស៊ីរ៉េសអ៊ីរ៉ាកូអ៊ីសំនីដាបាទគាត់កំពុងតែធ្វើការនៅបាទហាងកាត់សក់ដ៏ធំមួយក្នុងទីក្រុងសូនីមីម៉ាន់ខូប៉ាពឺជីម៉ាន់ហាន់តារ៉េហាន់បននស៊ីគូរ៉េចាក់ឿនម៉ៅរឺឆាត់ចាក់ហាប់នីដាបាទទោះបីជាមានភ្ញៀវច្រើនហើយនឹងរវល់ខ្លាំងក៏ដោយក្នុងមួយខែណាបាទក្នុងមួយខែម្ដងគឺគាត់បាទស្វែងរកអញ្ចឹងមិនថាស្វែងរកភូមិអញ្ចឹងមិនថាគាត់ទៅលេងបាទទៅលេងភូមិដ៏តូចនៅជនបទណាខគីសសារ៉ាំទីរ៉េម៉ូរីរឺយេពឺកេចាឡាជុំនីដាបាទនៅទីនោះបាទគាត់កាត់សក់ណាបាទគាត់កាត់សក់ឲ្យអ្នកភូមិយ៉ាងស្រស់ស្អាតណាបាទគាត់កាត់ឲ្យអ្នកភូមិយ៉ាងស្រស់ស្អាតធូននឿនបាទគីយ៉កដែលយើងត្រូវបំពេញបាទលុយនឹងអីគេគឺតែសិនម៉ៅអឺសារ៉ាំទីរ៉េជីបេសសិកសារឺហាមយ៉នសឈីមីនឿនយ៉ាគីរឺធឹតសំនីដាបាទគឺតែសិននេះដឹងជំនួសឲ្យណាជំនួសឲ្យអានោះបាទជំនួសឲ្យបែបនោះបាទអញ្ចឹងគឺផ្ទុយទៅវិញគឺគាត់បាទបានទទួលទានអាហារនៅតាមផ្ទះអ្នកភូមិណាបាទនៅតាមផ្ទះអ្នកភូមិហើយបាទស្ដាប់រឿងរ៉ាវយ៉ាងជក់ចិត្តណាបាទស្ដាប់រឿងរ៉ាវអ្នកភូមិនឹងមិនថាញ៉ាំបាយផងស្ដាប់រឿងរ៉ាវរបស់អ្នកភូមិនឹងយ៉ាងជក់ចិត្តគីមជីហូស៊ីនគឺកូសេខានឿនណារីជឺកប់សំនីដាលោកគីមជីហូហ្នឹងបាទថ្ងៃដែលគាត់បានទៅទីនោះគឺជាថ្ងៃដែលគាត់សប្បាយរីករាយណាបាទឬក៏ថ្ងៃដែលគាត់មានសេចក្តីសុខបាទអញ្ចឹងសាកល្បងឆ្លើយទាំងអស់គ្នាណាបាទតើចម្លើយលេខប៉ុន្មានដែរណា